នេះគឺជាកម្មវិធី Tokyo Auto Skylon ឆ្នាំ2026ដែលជាកន្លែងប្រមូលផ្ដុំឡានចម្លែកៗបំផុតនៅលើលោកក៏ប៉ុន្តែមានរថយន្តមួយគ្រឿងដែលធ្វើឲ្យអ្នកគ្រប់គ្នាក៏យ៉ាងនឹងសោកក្នុងពេលតែមួយនោះគឺជា Nissan Skyline GT-R R32 GB អ្នកទាំងអស់គ្នាប្រកាសជាធ្លាប់បានឃើញ R32 ដែលមានរូបរាងកាយសាហាវនិងវែងអន្លាយក្នុងរឿង Fast and Furious ក៏ប៉ុន្តែភាពយន្តដែលអ្នកទាំងអស់គ្នាកំពុងតែទស្សនានេះគឺត្រូវបានគេកាត់ភ្លូឲ្យខ្លីមើលទៅដូចជាឡានក្នុងរឿងតក្កតាអញ្ចឹងប៉ុន្តែវាអាចបើកបរបានមែនតើតើរថយន្តដែលមានរូបរាងខ្លីបែបនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនអ្វីហើយតើគេកាត់វាយ៉ាងដូចម្ដេចទើបរថយន្តមួយនេះនៅតែស្រស់ស្អាតបែបនេះដដែលថ្ងៃនេះ Channel Automotive KH នឹងនាំអ្នកទាំងគ្នាទៅដឹងរឿងរ៉ាវនៃការកាត់តរបស់រថយន្ត GB មួយគ្រឿងនេះក៏ប៉ុន្តែមុននឹងយើងទៅពិនិត្យមើលនៅប្លង់ម៉ាស៊ីនដ៏អាចកំបាំងនិងរូបរាងខ្លីទូចបែបនេះសូមបងប្អូនជួយចុច Subscribe ម្នាក់មួយទៅដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តផលិតវីដេអូរថយន្តបែបប្លែកៗបែបនេះជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃទៀតដំបូងគេបងប្អូននោះយើងនិយាយពីទូខ្លួនឬក៏ body work នេះមិនមែនជាការយកជ័រមកបិទនោះទេរថយន្តដែលមានតួខ្លីបែបនេះគឺត្រូវគេយកតួខ្លួនរបស់ R32 ដើមយកមកកាត់ផ្នែកកណ្ដាលចេញ7.1 ម៉ែត្របច្ចេកទេសនេះគេហៅថា Chassis Soft Mini ដែលទាមទារការផ្សារដែកយ៉ាងម៉ត់ចត់បំផុតដើម្បីរក្សារំនឹងចំណុចដែលខ្ញុំសរសើរជាងគេនោះគឺការរក្សាចង្កៀងខាងក្រោយរង្វង់2ជាន់ដែលជាប្ររឹងរបស់ Godzilla បើទោះជាទូខ្លួនរបស់រថយន្តមួយនេះមានរូបរាងខ្លីក៏ពិតមែនក៏ប៉ុន្តែសមាមាត្ររបស់វាគឺមើលទៅនៅតែល្អនិងមានខាងឆេងខ្លាំងដល់ដែរបើយើងនិយាយពីប្រព័ន្ធជើងក្រោមនិងកង់របស់រថយន្តមួយនេះវិញរថយន្តនេះត្រូវបានបំពាក់ទៅដោយយ៉ានកង់ពណ៌សប្រភេទ Deep Dash ដែលមានរាងឃ្លុបចូលក្នុងយ៉ាងជ្រៅហើយអ្វីបានគេប្រើប្រាស់កង់ធម្មតាក៏ព្រោះតែរថយន្តដែលខ្លីបែបនេះគឺងាយនឹងបាត់បង់លំនឹងដូច្នេះនៅអ្វីដែលជាងគាត់បានគិតរួចនោះគឺការប្រើប្រាស់កង់ដែលលយចេញមកក្រៅបែបនេះដើម្បីជួយឲ្យឡានផ្អឹបនឹងផ្លូវបានល្អសម្បកកង់ដែលបំពាក់លើវាក៏ជាប្រភេទសម្បកកង់ស្វ័រដែលមានភាពស្អិតខ្ពស់ផងដែរឥឡូវនេះយើងមកដល់ចំណុចដែលសាហាវបំផុតគឺម៉ាស៊ីនអ្នកខ្លះប្រហែលជាគិតថាឡានដែលទូចអញ្ចឹងប្រហែលជាប្រើប្រាស់ម៉ាស៊ីនម៉ូតូឬក៏ម៉ាស៊ីនកាត់ស្មៅហើយមែនទេតែអ្នកទាំងអស់គ្នាប្រហែលជាគិតខុសហើយនៅខាងក្រោមក្លុបម៉ាស៊ីនដែលមានបិទ sticker So No Code នេះគឺជាម៉ាស៊ីនត្រកូល RB ដែលមានចំណុះរហូតទៅដល់ 2.5 លីត្រ 6 ស៊ីឡាំងម្ចាស់រថយន្តរៀបចំប្រព័ន្ធ Turbo Charge និងទុយោថ្មីទាំងអស់ដើម្បីឲ្យវាអាចស្ថិតក្នុងលំហដ៏ទូចបាននេះអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺវាមានកម្លាំងចន្លោះពី250ទៅ300សេះបងប្អូនសម័យមើលរថយន្តដែលមានទម្ងន់ត្រឹមតែប្រហែល600ទៅ700គីឡូក្រាមដែលមានកម្លាំង300សេះសន្ទុះរបស់វាគឺពិតជាខ្លាំងមែនតើគ្រាន់តែជាន់ហ្គាបន្តិចវានឹងស្ទុះហោះដោយក្របកំភ្លើងអញ្ចឹងយើងមកនិយាយពីផ្នែកខាងក្នុងនិងអារម្មណ៍អ្នកបើកបរវិញចូលមកមើលផ្នែកខាងក្នុងវិញគឺមានកៅអីត្រឹមតែ2ប៉ុណ្ណោះដែលជាប្រភេទកៅអី Sport Bucket Seat ពណ៌ក្រហមឆ្អៅចម្ងាយរវាងដៃចង្កូតនិងកៅអីគឺជិតគ្នាខ្លាំងមែនទែនដែលធ្វើឲ្យអ្នកបើកបរមានអារម្មណ៍ថាដូចជាកំពុងបើកបររថយន្តប្រណាំងកង់ខានអញ្ចឹងក៏ប៉ុន្តែមានកម្លាំងម៉ាស៊ីន Skyline ប៉ុន្តែហើយនេះគឺជាបទពិសោធន៍ដែលអ្នកលេងឡានគ្រប់រូបប្រាថ្នាចង់សាកល្បងសរុបមកវិញនោះ GB R32 នេះមិនមែនគ្រាន់តែជារថយន្តកែច្នៃលេងសើចនោះទេក៏ប៉ុន្តែវាជាការបង្ហាញពីសមត្ថភាពរបស់វិស្វកម្មដ៏អស្ចារ្យរបស់ជាងជប៉ុនចុះបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរតើបងប្អូននឹងហ៊ានបើកបរវាដែរឬទេកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងណាហើយក៏សូមអរគុណសម្រាប់ការទស្សនាតាមដានវីដេអូនេះពីដើមរហូតមកដល់ចប់ពីខ្ញុំទៅមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ